សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube ស្វាគមន៍មកកាន់ Channel Sun Official ថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយសម្រាប់ចែករំលែកកាន់បងប្អូនទាំងអស់គ្នាតិចបន្តួចគឺពីការរបៀបនៃការលុប TikTok របស់យើង account TikTok ហ្នឹងហើយបងប្អូនទាំងអស់គ្នាអូខេឥឡូវយើងចូល TikTok មកបងប្អូនទាំងអស់គ្នាអូខេបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាកន្លែងមួយខាងក្រោមនេះវាដាក់ប្រវត្តិរូបបងប្អូនចុចចូលកន្លែងប្រវត្តិរូបយើងមកចូលក្នុង profile យើងមកទៅទៀតបងប្អូនចុចយកកន្លែងសញ្ញាត្រី3នេះបងប្អូនទាំងគ្នាហើយមកទៀតបងប្អូនទាំងគ្នាកន្លែងមួយខាងក្រោមនេះកន្លែងកងចាក់នេះបងប្អូនទាំងគ្នាចុចមកបន្ទាប់មកទៀតបងប្អូនទាំងគ្នាចុចកន្លែងពាក្យថាគណនីបន្ទាប់មកទៀតបងប្អូនចុចកន្លែងពាក្យខាងក្រោមនេះបិទដំណើរការលុបគណនីបងប្អូនចុចមកបងប្អូនទាំងគ្នារងចាំបន្តិចបន្ទាប់មកទៀតបងប្អូនទាំងគ្នាចុចពាក្យខាងក្រោមនេះទៀតគឺដាក់ពាក្យថាលុបគណនីជារៀងរហូតបងប្អូនចុចវាបន្តទៀតមកត្រង់លេខនេះគឺវាឲ្យយើងជ្រើសរើសមូលហេតុហើយដែលយើងលុបវាអញ្ចឹងបងប្អូនអាចជ្រើសរើសមួយណាក៏បានដែរខ្ញុំសូមជ្រើសរើសទី2នេះមកទៅទៀតបងប្អូនចុចពាក្យបន្តបាទបន្ទាប់មកទៀតបងប្អូនក្លេកមើលខាងក្រោមនេះក្នុងវងនេះបងប្អូនចុចគ្រីសវាមកហើយបងប្អូនចុចពាក្យបន្តទៀតបងប្អូនចុចពាក្យបន្តទៀតមកអូខេហ្នឹងហើយបងប្អូនលោកនេះបងប្អូនចុចបែបនេះហើយវាចេញមកតម្រងបែបនេះបងប្អូនចុចពាក្យថាលុបគណនីមកហើយបងប្អូនចុចលុបវាបញ្ជាក់ទៀតទៅចុចពាក្យថាព្រមអូខេបងប្អូនអរគ្នារងចាំវាបន្តិចទៀតទៅបន្ទាប់ពីយើងចុចលុបវាហើយវាចេញមកបែបនេះបងប្អូនចង់ដឹងថាវាការលុបរបស់យើងវាបានឬមិនបានបងប្អូនចុចកន្លែងប្រវត្តិរូបដែលមកនេះបងប្អូនគ្នាក្រោយពេលយើងបានលុបវាមកវានឹងprofile ដែលយើងបានលុបមកវានឹងលុបចេញហើយវានឹងចូលមកកាន់ profile TikTok យើងថ្មីបងប្អូនមានន័យថាយើងលុបបានជោគជ័យហើយបងប្អូនគ្នាហ្នឹងបងប្អូនគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយសូមបងប្អូនជួយ like Subscribe ឲ្យ Channel ខ្ញុំបាទផងបងប្អូនគ្នាអរគុណច្រើន